មកចូលកំហមកបងប្អូនដាំសម្រាប់ការរយៈពេល2ឆ្នាំចូល3ឆ្នាំនេះចង់និយាយថាពេលយើងបានពីព្រៃមកភ្លាមណាយកមកដល់ផ្កាពូជនេះពូជរបស់ភូមិផ្កាទៅរួចពីនឹងមកដល់ផ្កាសោះតាំងពីកំឡុងកូវីដដាំនេះខ្ទង់ជាឆ្នាំ2020 21អីហើយ21 22អីហើយដល់ទៅពេលកំហដិតណាមែនតើណាដិតរបៀបទៅជាតក្រូចរីស៊ូស្គីច្រើនណាឆ្នាំហ្នឹងណាដូចនេះអីយោទុកខាកដៃចោលថៃបាយពីលិចមកចាំហ្មងផ្ទះបាយមកឃើញលិចតែផ្កាដល់នេះមិនដឹងថានៅផ្ទះបងប្អូនដែលតែងទៅផ្កាស្អាតយ៉ាងណាទេព្រោះខ្ញុំលក់ទៅស្លឹកកត្រកស្អាតរបស់ដែលនៅនេះគឺជារបស់ដែលសល់នេះមើលស្លឹកគេឡើងអានវាអត់ចឹងណាតែវាមានបញ្ហាអីដល់ដើមដល់អីទេគាត់ថាវាសូវស្អាតមើលទៅតែបើថាអញ្ចឹងមិនមែនមកពីកដៅមកពីអីទេណាមកពីធម្មជាតិគាត់ចឹងទេនេះមើលខាងលើនេះអីຕົកចោលគ្នាថែគ្នាអីទេមើលខាងលើអីនេះខាងក្រោយនោះគឺស្រីមាលាទេណាតែក្រហមចង់ដិតចាញ់មកចូលក្រហមច្រើនស្អីស្កាចង់ប្រាប់បងប្អូនថាជួនកាលយើងចេញមកភ្លាមអញ្ចឹងវាការស្អីស្កាមែនតែមានពូជខ្លះអញ្ចឹងគាត់ធ្វើការសម្រាដើម្បីបដូរសភាពទីកន្លែងរស់នៅរបស់គាត់ដើម្បីមិនស៊ាំខ្លួនរបស់គាត់ណាអញ្ចឹងវាក្របានឃើញផ្កាទៀតតែនៅពេលដែលគាត់សម្រួលខ្លួនគាត់ឲ្យត្រូវជាមួយបរិយាកាសហើយគាត់ផ្កាមកវិញហើយផ្កាក្រក្រៃចឹងឯងនេះគាត់ប្រមូលមកមិនតាន់អស់ផងវានៅតែបន្តិចចាំពេលតែងមកដើមល្អស្អាតខ្ញុំរើសលក់អស់ហើយលក់ជាគីឡូផងទៅដាំជាកត្រកផងទៅនៅសល់ហ្នឹងចេះតែដាំឲ្យដែរញាត់ទៅណាតែនេះក្នុងទីអត់មានរបៀបទេនេះបងប្អូនមើលពូជនេះជារបស់ខ្មែរយើងណាខ្ញុំទៅលេងចំការតឡុងមីជីព្រៃរបស់តូចណាព្រៃតូចតែឥឡូវខ្លាយទៅជាដីចំការរបស់អ្នកពូមកហើយឃើញនៅលើទូដំបូងហ្នឹងគ្នាឡើងទៅដកមកដាំ2ឆ្នាំបងប្អូនសម្រាប់ទៅចាប់ប្រើផ្កាការ2ឆ្នាំមុនបានឃើញម្ដងដល់ឆ្នាំនេះផ្កាប្រងព្រាតនៅខាងក្រៅ3 4ផើងផ្កាទាំងអស់ផ្កាគេអូទូរស័ព្ទខ្ញុំវាស៊ូមអត់បានច្បាស់វាប្រើផ្កាគេមើលទៅផ្កាចង់ពណ៌ស្តៀងព្រះតហឹងណាហើយដល់ពេលមើលគេនេះដូចប្រទាលព្រះតហឹងយ៉ាងឯងនេះចំណាយពេល2 3ឆ្នាំដែរហ្នឹងរបស់ក្នុងស្រុកយើងសោះហ្នឹងគាត់ថាបរិយាកាសដីនៅខាងនោះដីពណ៌ខ្មៅគេដីដំបូងកម្ពស់ប្រហែលជា3 4ម៉ែត្រអីដែរ2ម៉ែត្រជាងអីដែរអញ្ចឹងដំបូងហ្នឹងហើយគាត់ដុសស្អាតហើយមានមកពូជទៀតម៉ូតដូចជាប៉ាឡេអញ្ចឹងណាអានឹងអត់បានរស់ទេដោយសារតែវាក្តៅពេកអត់បានស្រោចទឹកគ្នាឡើងរាប់ខែអញ្ចឹងទៅអស់ទៅស្ដាយផងចាំមើលថ្ងៃណាមានពេលបបួលគ្នាទៅព្រៃម្ដងទៀតទៅព្រៃហ្នឹងព្រៃដលង3អើយនេះប៉ុណ្ណឹងឯងនាំយកមកផ្ញើរូបភាពមិនដឹងខាងផ្ទះបងប្អូនដែលតែងទៅនឹងផ្កាយ៉ាងម៉េចដែរទេអរគុណ